ទាំងអស់គ្នាថ្ងៃនេះដែរមកស្ដាប់អ្នកគ្រូបកស្រាយអំពីថ្ងៃខែឆ្នាំទាំង12ទាំងអស់គ្នាបាទថាតើដំណើរការជីវិតរបស់យើងនឹងជួបរឿងល្អនិងរឿងអាក្រក់អ្វីខ្លះសូមតាមដានស្ដាប់អ្នកគ្រូបកស្រាយទាំងអស់គ្នាបាទពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រាសីប្រចាំខែមករាសម្រាប់ឆ្នាំ2026សម្រាប់លោកអ្នកដែលកើតឆ្នាំជូតសម្រាប់នៅក្នុងឆ្នាំថ្មីក៏ដូចជាខែថ្មីនេះផ្ទាល់នៅក្នុងខែមករានេះអ្នកកើតឆ្នាំជូតលោកអ្នកអាចមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ឬបើសិនជាលោកអ្នកកំពុងតែមានការដាក់ស្នើទៅធនាគារឬពឹងពាក់រឿងលុយកាក់ទៅកាន់អ្នកណាម្នាក់នឹងអាចមានឱកាសគេឆ្លើយតបយល់ស្របសម្រាប់យើងអាចថាយើងអាចនឹងទទួលបានការជួយអញ្ចឹងណាចាហើយបើសិនជាដូចថាលោកអ្នកស្នើធនាគារអីនឹងអាចនឹងបានជោគជ័យចាហើយពាក់ព័ន្ធជាមួយនឹងដំណើរលុយកាក់របស់លោកអ្នកនៅក្នុងខែមួយនេះអ្នកកើតឆ្នាំជូតគឺលោកអ្នកអាចមានសេរីភាពឬអាចថាយើងអាចមានឱកាសរកបានហើយប៉ុន្តែត្រូវប្រយ័ត្នរឿងចិត្តខ្លួនឯងលោកអ្នកឲ្យតែចាប់ផ្ដើមមានលុយលោកអ្នកអាចថាមានចិត្តធំណាចេះតែចង់ធ្វើអីធ្វើនេះធ្វើនោះបន្ថែមអញ្ចឹងត្រូវប្រយ័ត្នចំណុចនេះបន្តិចដែរបើមិនជាលោកអ្នកអាចថាសម្រាប់ចិត្តខុសតិចយើងអាចខាត់បងភ្លាមអញ្ចឹងអាចថាក្នុងខែមួយនេះលោកអ្នកមានឱកាសដូចថារកលុយបានសម្រាប់ទុកដាក់ក៏ទុកជាប់ខ្លួនឲ្យបានជាប់ខ្លួនសិនទៅកុំតន់អាចចំណាយទៅធ្វើអីផ្ដេសផ្ដាស់ណាចាហើយសម្រាប់សុខភាពវិញលេខសុខភាពរបស់អ្នកកើតឆ្នាំជូតឃើញតាមដំណើរសុខភាពលោកអ្នកត្រូវប្រយ័ត្នពួកអាចមានអារម្មណ៍ថាចុករយតាមតសៃចកេះឬក៏ឆ្អឹងខ្នងអីហ្នឹងគឺអាចមានអីចឹងត្រូវប្រយ័ត្នបន្តិចណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងាររបស់លោកអ្នកអាចនឹងទទួលបានការផ្ដល់ឱកាសថ្មីជាមួយនឹងកន្លែងការងារប៉ុន្តែត្រូវប្រយ័ត្នតិចបើសិនជាលោកអ្នកធ្វើការពាក់ព័ន្ធនឹងបញ្ហាដូចថាយើងមានការប្រើប្រាស់ទូរស័ព្ទសម្រាប់ផ្ញើឯកសារអីផ្សេងណាលោកអ្នកត្រូវប្រយ័ត្នតិចដែរថាយើងអាចផ្ញើខុសអាចនឹងមានការផ្លាំងផ្លោះចំណុចហ្នឹងអញ្ចឹងត្រូវប្រយ័ត្នហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីនៅក្នុងខែមួយនេះចាខែមករានេះការរកស៊ីរបស់អ្នកកើតឆ្នាំជូតឃើញថាលោកអ្នកអាចមានឧបសគ្គខ្លះសម្រាប់យើងប៉ុន្តែបើសិនជាលោកអ្នកអាចថានៅតែជំនះមិនចោះចាញ់យើងអាចនឹងជោគជ័យទៅវិញបានណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់អ្នកកើតឆ្នាំជូតជីវិតគូរបស់អ្នកនៅក្នុងខែមួយនេះខែមករានេះដែរឃើញថាយើងអាចមានរឿងយល់ច្រឡំគ្នាច្រើនឬអាចនឹងមានការមិនពេញចិត្តចំណុចណាមួយក៏អាចនឹងមានការប៉ះទង្គិចគ្នាណាអញ្ចឹងគួរប្រយ័ត្នដែរចាហើយមួយទៀតត្រូវប្រយ័ត្នអ្នកកើតឆ្នាំជូតនឹងអាចត្រូវដៃគូរបស់យើងអាចនឹងមានរឿងកុហកឬលាក់បាំងចំពោះយើងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងឬដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតគឺប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការជួយយកអាសាមនុស្សដែលផ្លែកបុកចាអាចថាយើងទៅស្គាល់គេមនុស្សចំណូលថ្មីអញ្ចឹងអាចថាយើងអាណិតព្យាយាមជួយគេនឹងអាចនាំទុកដល់ខ្លួនឯងហើយពាក់ព័ន្ធនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគជាលុយកាក់តិចតួចដើម្បីជួយទៅដល់អ្នកដែលគេខ្វះខាតអីចឹងណាចាដើម្បីលើករាសីរបស់យើងផងហើយពណ៌លើករាសីចាគឺមានពណ៌ទឹកក្រូចនិងពណ៌សចាហើយលេខសំណាងរបស់អ្នកគឺមានលេខ63ណា